ពេកពុនលោកតាគៀតឈុនមានគុណសាងសង់សាលាសកលវិទ្យាល័យលើដីដូនតាចងដៃខែមរាផ្លាស់ប្ដូរវាសនាយុវជនផ្ដួចផ្ដើមកសាងតំណាងសមបរោះមានបេះដូងស្មោះចំពោះជាតិនិងប្រជាជនគឺក្រុមគ្រួសារលោកតាគៀតឈុនលះបង់ទ្រព្យធនរែកគុណសងបានហើយណាសម្ដេចសិទ្ធិវិទូភាំងក្ដីគៀតឈុនមានន័យថ្លាថ្លៃអង្គចាមហាក្សត្រប្រទានព្រោះលោកមានប្រាជ្ញារួមសាងរដ្ឋាណាចក្រកម្ពុជាសកលវិទ្យាល័យលើដីក្រចេះកន្លែងផ្ដោដំរែងចំណេះស្ទើរគ្រប់មុំវិញជាបងប្អូនប្រុសស្រីក៏បីនាំគ្នារួមថែការពារជាគេសម្ដេចគៀតឈុនសិទ្ធិវិទូភាំងក្ដីគៀតឈុនមានន័យថ្លាថ្លៃអង្គចាមហាក្សត្រប្រទានព្រោះលោកមានប្រាជ្ញារួមសាងរដ្ឋាណាចក្រកម្ពុជាសកលវិទ្យាល័យលើដីក្រចេះកន្លែងផ្ដោដំរែងចំណេះស្ទើរគ្រប់មុំវិញជាបងប្អូនប្រុសស្រីក៏បីនាំគ្នារួមថែការពារជាគេសម្ដេចគៀតឈុន